សូមបងប្អូនប្រកបដោយព្រះគុណតាមរយៈការសញ្ចឹងគិតព្រះបន្ទូលនៅថ្ងៃនេះនៅក្នុងលោកុបាទជំពូក 2 ខ 15 ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់យកអាដាមទៅដាក់ក្នុងសួនច្បារអេដេនឲ្យគាត់ធ្វើការហើយថែរក្សាកិច្ចការប្រចាំថ្ងៃរបស់យើងនៅក្នុងការថែរក្សាគ្រួសារនៅក្នុងការធ្វើកិច្ចការផ្ទះដូចជាលាងចានបោសជូតសម្អាតជាដើមនោះគឺជាការងារប្រចាំថ្ងៃជួនពេលខ្លះការងារឆ្លើយតបសារដែលនរណាម្នាក់បានផ្ញើមកកាន់យើងក៏ជាកិច្ចការមួយដ៏សាមញ្ញដែលយើងត្រូវធ្វើជារៀងរាល់ថ្ងៃតែជួនពេលខ្លះគ្រិស្តបរិស័ទខ្លះយល់ឃើញថាការងារសាមញ្ញធម្មតាប្រចាំថ្ងៃញែកដាច់ចេញពីការងារខាងឯព្រលឹងវិញ្ញាណបងប្អូនហើយនៅក្នុងគម្ពីរលោកុបាទជំពូក 2 ខ 15 ថ្ងៃនេះបានប្រាប់យើងយ៉ាងច្បាស់ថាមុនពេលដែលអំពើបាបបានចូលមកផែនដីនេះព្រះអង្គចាស់បានប្រគល់ការងារទៅឲ្យលោកអាដាមដើម្បីនឹងថែរក្សាដើម្បីធ្វើការនៅក្នុងសួននោះឲ្យគាត់ដាំដុះឲ្យគាត់ថែរក្សាសួននិងអ្វីៗដែលព្រះបានបង្កើតទាំងប៉ុន្មានប្រហែលជាអ្នកខ្លះគិតថាការងារនេះបរិសុទ្ធការងារនោះមិនបរិសុទ្ធការងារអ្វីក៏ដោយឲ្យតែសុចរិតត្រឹមត្រូវនៅចំពោះព្រះដូចជាការងារដ៏ត្រឹមត្រូវដែលយើងអាចធ្វើបាននៅក្នុងភាសាហេប្រឺដែលជាភាសាដើមបានប្រើពាក្យការងារនេះដូចគ្នាបេះបិទទៅនឹងពាក្យដែលប្រើសម្រាប់ការងារសង្ឃដែលបម្រើនៅក្នុងព្រះវិហារដ៏បរិសុទ្ធការងារប្រចាំថ្ងៃដ៏សាមញ្ញរបស់យើងមិនមែនញែកដាច់ចេញពីជីវិតខាងឯព្រលឹងវិញ្ញាណរបស់យើងនោះឡើយប៉ុន្តែការងារប្រចាំថ្ងៃរបស់យើងគឺជាសកម្មភាពនៃជីវិតខាងឯវិញ្ញាណរបស់យើងផ្ទាល់ពីព្រោះយើងមិនអាចញែកព្រលឹងនិងរូបកាយដាច់ចេញពីគ្នានោះឡើយដូច្នេះហើយយើងមិនអាចញែកការងារដែលចេញពីសកម្មភាពនៅរូបកាយរបស់យើងទាំងមូលថាជាការងារបរិសុទ្ធឬការងារមិនបរិសុទ្ធដរាបណាដែលយើងនៅតែធ្វើនៅក្នុងភាពត្រឹមត្រូវនិងបំណងប្រាថ្នានៃព្រះនោះជាការងារដ៏ត្រឹមត្រូវនៅចំពោះព្រះនេះប្រៀបដូចជាទន្លេដែលហូរចេញពីសួនអេដេនហើយក៏បែកជា4ដើម្បីនឹងស្រោចស្រពលើផែនដីទាំងមូលទន្លេនោះគឺជាប្រភពនៃជីវិតសម្រាប់រុក្ខជាតិសត្វនិងមនុស្សជាតិផងដែរការងាររបស់អ្នករាល់គ្នាក៏អាចជាប្រភពដើម្បីនឹងចិញ្ចឹមជីវិតដើម្បីនឹងរក្សានៅសណ្ដាប់ធ្នាប់នៅក្នុងជីវិតនិងសង្គមហើយការងារទាំងនេះក៏អាចជាប្រពោពីព្រះដើម្បីឲ្យបងប្អូនអាចនឹងបន្តរស់នៅចែកចាយប្រពោទៅកាន់អ្នកដទៃផងដែរនៅពេលដែលបងប្អូនបំពេញការងាររបស់បងប្អូនបានយ៉ាងល្អឥតខ្ចោះបំពេញការងារនោះដោយភាពស្មោះត្រង់ដោយការយកចិត្តទុកដាក់នោះអ្នករាល់គ្នាកំពុងតែធ្វើសកម្មភាពដែលដើរតួហាក់បីដូចជាសង្ឃលួងរបស់ព្រះហើយថ្វាយយ៉ាងបូជាយ៉ាងឈ្ងុយឈ្ងប់ទៅកាន់ព្រះអង្គព្រមទាំងភាយក្លិនក្រអូបរបស់ព្រះគ្រីស្ទទៅកាន់មនុស្សដែលនៅជុំវិញខ្លួនយើងផងដែរថ្ងៃនេះចូលឲ្យយើងសញ្ជឹងគិតមើលហើយផ្លាស់ប្ដូរទស្សនៈរបស់យើងពីការដែលធ្វើការងារគ្រាន់តែដើម្បីរស់ឲ្យយើងចាប់ផ្ដើមគិតថាការងារនេះជាឱកាសដើម្បីនឹងបង្កើតផលល្អជាឱកាសដើម្បីនឹងផ្សាយក្លិនក្រអូបរបស់ព្រះគ្រីស្ទទោះបីជាបងប្អូនកំពុងធ្វើការងារក្នុងការិយាល័យក្នុងថ្នាក់រៀនក្នុងផ្ទះបាយឬក្នុងមន្ទីរពេទ្យក៏ដោយចូលប្រើពេលវេលានិងឱកាសការងារនោះដូចជាអ្នកដែលថែសួនច្បារដ៏បរិសុទ្ធដែលត្រូវស្រោចទឹកថែរក្សាការពារនិងជំរុញឲ្យមានភាពរីកចម្រើនឲ្យមានភាពលូតលាស់នៅទីកន្លែងនោះដូចជាអ្នកថែសួនកុំនឿយណាយនៅក្នុងការធ្វើការល្អឡើយដល់ពេលកំណត់នោះអ្នករាល់គ្នានឹងច្រូតបានផលរបស់វាជាមិនខានចូលចាំថាកិច្ចការដ៏តូចនិងសាមញ្ញប្រចាំថ្ងៃអាចកំណត់អំពីអត្តចរិតនិងអត្តសញ្ញាណរបស់អ្នករាល់គ្នាបានថាជាមនុស្សបែបណាបើអ្នករាល់គ្នាធ្វើការដោយស្មោះត្រង់ដោយយកចិត្តទុកដាក់ចំពោះការងារដ៏តូចបំផុតនេះព្រះក៏នឹងប្រទានពរឲ្យអ្នករាល់គ្នាបានធ្វើការងារដ៏ធំដែរចូលធ្វើការទាំងអស់ដូចជាធ្វើថ្វាយដល់ព្រះមិនមែនធ្វើនៅចំពោះមុខមនុស្សនោះឡើយព្រះអង្គចាស់យើងខ្ញុំថ្វាយស្រីល្អដល់ទ្រង់សូមព្រះវិញ្ញាណបរិសុទ្ធប្រទាននៅចិត្តដែលអត់ធ្មត់និងបំពេញការងារនៅថ្ងៃនេះដោយភាពស្មោះត្រង់និងយកចិត្តទុកដាក់ដោយសេចក្តីសង្ឃឹមថាអ្វីដែលដៃយើងខ្ញុំធ្វើនៅថ្ងៃនេះវានឹងលូតលាស់វានឹងរីកចម្រើនហើយវានឹងសាយក្លិនក្រអូប
អំពីព្រះយេស៊ូវគ្រីស្ទទៅកាន់អ្នកដទៃក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអា